បាទសួស្តីអ្នកនរគ្នាមកចាប់ផ្ដើមនៅចំណុចមេរៀនថ្មីរបស់យើងគឺការបង្គុតចំនួនបាទតើតើជាមួយការបង្គុតចំនួនយើងបានធ្លាប់រៀនការវិធានទី4និងទី5រួមមកហើយប៉ុន្តែនៅថ្ងៃទី6នេះគឺយើងនៅតែរៀនបង្គុតចំនួនដែរប៉ុន្តែវាបង្គុតរហូតដល់ខ្ទង់សែននិងខ្ទង់លានអញ្ចឹងអ្វីទៅជាការបង្គុតចំនួនរបស់អ្នកការបង្គុតចំនួនការបង្គុតគឺធ្វើឲ្យតម្លៃចំនួននោះជាតម្លៃប្រហែលនិងងាយចងចាំបែរថាវាមិនមែនជាចំនួនដដែលទេប៉ុន្តែវាជាចំនួនដែលយើងងាយចងចាំខ្ញុំឧទាហរណ៍សាមញ្ញគឺចំនួនដែលកតុយវាមានលេខ0បាទកតុយមានលេខ0គឺយើងងាយចងចាំមែនទែនឧទាហរណ៍ថា1000 10000 100,000 1លានឬក៏2លាន3លានឬក៏2សែន3សែននោះគឺយើងងាយចងចាំជាងលេខដែលមានកតុយអរគុណបាទឥឡូវយើងបន្តទៅមើលឧទាហរណ៍ទី1មកគុតចំនួន 6,567,789 ត្រឹមខ្ទង់លានអញ្ចឹងយើងមកគុតខ្ទង់លានយើងមើលខ្ទង់ខ្សែព្រោះយើងដឹងហើយកម្មវិធីថ្នាក់ទី4ទី5ប្រគុតខ្ទង់10មើលខ្ទង់រៀលប្រគុតខ្ទង់100មើលខ្ទង់10ប្រគុតខ្ទង់1000មើលខ្ទង់100ប្រគុតខ្ទង់10000មើលខ្ទង់1000ប្រគុតខ្ទង់សែនមើលខ្ទង់10000ប្រគុតខ្ទង់លានមើលខ្ទង់សែនបាទអញ្ចឹងបើសិនជាខ្ទង់សែនមានលេខ0 1 2 3 4យើងបង្គុតចុះប៉ុន្តែបើសិនជានៅខ្ទង់សែនមានលេខ5 6 7 8 9យើងបង្គុតឡើងមូលហេតុអីបានជា0នៅខ្ទង់សែនមានលេខ0 1 2 3 4នោះគឺយើងបង្គុតចុះហើយមានលេខ5 6 7 8 9នោះបែរជាបង្គុតឡើងបាទនោះគឺដោយសារតែវាមានហេតុផលរបស់វាបាទហើយយើងមកមើលនៅបន្ទាត់លេខបាទនៅក្នុងចំនួន 6,567,789 នេះគឺវានៅស្ថិតនៅចន្លោះរវាង6លាននិង7លានបាទបន្ទាត់លេខនេះខ្ញុំដាក់បង្ហាញពី6លានដល់7លានបាទនេះគឺ6លាន6លាន1សែន6លាន2សែន6លាន3សែន6លាន4សែន6លាន5សែន6លាន6សែន6លាន7សែន6លាន8សែន6លាន9សែននិង7លានបាទអញ្ចឹងយើងមើលស្ថិតនៅក្នុងពណ៌ខាងនេះគឺចាប់ពី6លាន4សែន99,999 នោះគឺយើងធ្វើប្រកួតចុះមក6លានបាទមូលហេតុអីដោយសារតែវានៅគីកនឹង6លានជាងនៅគីក7លានបើសិនជានៅចំនួននោះនៅខ្ទង់សែនរបស់យើងគឺមានលេខចាប់ពី6លាន5សែនឡើងទៅគឺវានៅគីកនឹង7លានជាងនៅគីក6លានអញ្ចឹងបានយើងត្រូវបង្គុតឡើងបាទអញ្ចឹងចំនួនរបស់យើងគឺ6លាន567,789 បាទគឺវានៅប្រហែលជាទៅនេះ6លាន5សែនហើយអញ្ចឹង6លាន5សែន60000គឺប្រហែលនៅទៅនេះហើយបាទអញ្ចឹងគឺវានៅគៀកនឹង7លានជាងនៅគៀកនឹង6លានអញ្ចឹងគឺយើងត្រូវប្រកួតឡើងចំនួននេះណាបាទអញ្ចឹងគឺប្រកួតឡើងទៅ7លានអញ្ចឹងដូចនេះចំនួន6លាន567,789 បង្គុតត្រឹមខ្ទង់លាននោះគឺប្រកួតទៅ7លានបាទនេះមកឧទាហរណ៍ទី22លាន345,978 បង្គុតត្រឹមខ្ទង់លានដដែលបាទបង្គុតត្រឹមខ្ទង់លានដដែលអញ្ចឹងយើងប្រកួតខ្ទង់លានយើងមើលខ្ទង់សែនកាលណាខ្ទង់សែនមានលេខ0 1 2 3 4យើងបង្គុតចុះបាទចុងគឺចុះមក2លានតែវាឡើងគឺឡើងទៅ3លានបាទអញ្ចឹងយើងមើលថានៅខ្ទង់សែនរបស់យើងគឺមានលេខ3យើងត្រូវបង្គុតចុះមកម៉ានដល់អ្នកគឺចុះមក2លានដើម្បីឲ្យកតុយរបស់វាគឺមានលេខ0យើងងាយចងចាំបាទឧទាហរណ៍ទី3 2លាន745,978នោះគឺខ្ញុំដូរតែលេខនៅខ្ទង់សែននេះគឺលេខ3នេះគឺលេខ7អញ្ចឹងបើសិនជានៅខ្ទង់សែនមានលេខ7យើងត្រូវប្រកួតឡើងដល់អ្នកគ្នាបាទព្រោះវានៅខ្ទង់សែនមានលេខ5 6 7 8 9ខ្ញុំប្រកួតឡើងទៅមកដល់អ្នកគឺឡើងទៅ3លានបាទឡើងទៅ3លានបើវាចុះមក2លានបើវាឡើងទៅ3លានព្រោះលេខហ្នឹងគឺស្ថិតនៅចន្លោះរវាង2លាននិង3លានបាទអញ្ចឹងយើងមើលឧទាហរណ៍ទី4ចំនួន 3,456,756 បង្គុតត្រឹមខ្ទង់
ទង់សែនយើងមើលប្រកបត្រឹមខ្ទង់សែនម្ដងព្រោះត្រឹមខ្ទង់សែនយើងមើលខ្ទង់ម៉ឺនខ្ទង់លានមើលខ្ទង់សែនខ្ទង់សែនមើលខ្ទង់ម៉ឺនខ្ទង់ម៉ឺនមើលខ្ទង់ពាន់ខ្ទង់រយមើលខ្ទង់10ខ្ទង់10មើលខ្ទង់រាយបាទនេះជាការប្រកួតបន្តគ្នាអញ្ចឹងគឺយើងមើលខ្ទង់ដែលនៅខាងស្ដាំនេះបាទអញ្ចឹងខ្ទង់ប្រកួតត្រឹមខ្ទង់សែនយើងគឺលេខ4សែនប៉ុន្តែយើងប្រកួតខ្ទង់សែនយើងមើលខ្ទង់ម៉ឺនខ្ទង់ម៉ឺនរបស់យើងមានលេខ5យើងប្រកួតឡើងបាទខ្ទង់សែនមានលេខ5ខ្ទង់សំទោសខ្ទង់ម៉ឺនមានលេខ5 6 7 8 9យើងប្រកួតឡើងប៉ុន្តែបើសិនជានៅខ្ទង់ម៉ឺនមានលេខ0 1 2 3 4យើងប្រកួតចុះអញ្ចឹងលេខនេះគឺវាស្ថិតនៅចន្លោះរវាង3លាន4សែននិង3លាន5សែនបាទអញ្ចឹងយើងនៅខ្ទង់ម៉ឺនរបស់យើងមានលេខ5យើងប្រកួតឡើងគឺយើងឡើងទៅ3លាន500ពាន់ឬក៏3លាន5សែនសំទោសខ្ញុំសរសេរខ្វះលេខ0មួយហើយបាទតើនេះគឺយើងត្រូវប្រកួតទៅ3លាន5សែនណាបងប្អូនបាទសំទោសផងអញ្ចឹងសរុបមកវិញយើងអាចទាញនៅសេចក្តីសន្និដ្ឋានបានថាដើម្បីបង្កត់ចំនួនត្រូវមើលខ្ទង់ខាងស្ដាំបន្ទាប់ដែលត្រូវបង្កត់បាទខាងស្ដាំបន្ទាប់អញ្ចឹងបើយើងបង្កត់ខ្ទង់សែនយើងមើលខ្ទង់ម៉ឺនបើបង្កត់ខ្ទង់លានយើងមើលខ្ទង់សែនបើបង្កត់ខ្ទង់ម៉ឺនយើងមើលខ្ទង់ពាន់បើបង្កត់ខ្ទង់100មើលខ្ទង់10បងប្អូនណាបាទអញ្ចឹងបើខ្ទង់នោះមានលេខ0ខ្ទង់នៅខាងស្ដាំមានលេខ0 1 2 3 4យើងត្រូវបង្កត់ចុះបាទតែបើសិនជានៅខ្ទង់ខាងស្ដាំនោះមានលេខ5 6 7 8 9យើងត្រូវបង្កត់ឡើងបាទអរគុណដល់អ្នកគ្នាដែលបានតាមដានវីដេអូហើយខ្ញុំជួយជាតែអ្នកគ្នាប្រហែលជាយល់បានខ្លះហើយនៅបន្ទាប់ពីយល់អ្នកគ្នាអាចទៅដាក់លេខហើយរៀនបង្កត់ខ្លួនឯងណាអ្នកគ្នារៀនបង្កត់ខ្លួនឯងឲ្យបានច្រើនចំនួនទៅយើងដាក់ចំនួនហើយយើងបង្កត់ឲ្យបានច្រើនចំនួនទៅយើងនឹងចាំស្ទាត់នៅការបង្កត់ចំនួននោះឯងបាទអរគុណ